antivirus របស់ Diamond ចឹងចំណុចទី1នេះសិក្សាទៅលើ antivirus បើសិនជា disable ចេញមានថាវាអត់ scan mail ទេចឹងឡើយនេះវា enable មកថាវា scan auto ចំណុចទី1នេះ scan action មានន័យថានៅពេលវា scan តទៅនឹង delete the infect attach មានថា email ដែលយើង send មាន attach ឲ្យតែមានមេរោគត្រូវបានលុបចោលឬក៏ email ដែលយើង send មាន attach វាត្រូវបានយកទៅដាក់នៅក្នុង quarantine នេះដែលដាក់នៅក្នុង CFL C filter នៅក្នុង Diamond នៅក្នុង folder root drive C ចឹងនេះគឺជា path របស់វាឬក៏វា clean ចោលតែម្ដងលុបចោលបើសិនវាលក់បានទេមានន័យថា attach ហ្នឹងมันអាចសម្អាតបានវាត្រូវ delete ចោលតែម្ដងចំណុចក្រោមនេះវាតទៅនឹង message មានថាបើសិនជា email របស់យើងមានមេរោគវាលុបចោលឬវាទៅដល់ quarantine ដូចគ្នាដែរអញ្ចឹងឡើយនេះគឺយើងរៀនមើលភាព error របស់វាតែម្ដងទៅទី1តទៅនឹង attach ទី2តទៅ message mail ទី3ប្រសិនបើយើងចង់ update ចុចទៅលើ antivirus update ចឹងឡើយនេះយើងអាចកំណត់ schedule update ថ្ងៃខែវា update ទេសាច់ចិត្តបាទថ្ងៃណាជាថ្ងៃជាខែជាម៉ោងក៏បានថាវា update version ថ្មីចឹងទៅនេះសារ file mirror មានថានៅពេលចំណុចនៅត្រង់កន្លែង notification នេះមានថានៅពេលដែល file មានមេរោគឬតកតនឹងឲ្យតែនិយាយចំអត់តកតនឹងមេរោគបើសិនជាមានបញ្ហា error គឺវា send ជា text នឹងយកទៅឲ្យយើងតែម្ដងករណីចំណុចមួយហ្នឹងបើអាកន្លែង content filter នេះវាសម្រាប់ filter យើងអាចកំណត់ជា rule អាចកំណត់ rule យើងបិទមិនឲ្យ message ណាចេញឬក៏គេ send មកឲ្យផ្ញើទៅឲ្យអ្នកណាមួយទៀតតកតង rule អានេះជាងកែ rule អានេះយើង copy rule លុប rule attach អញ្ចឹងកន្លែងនេះគេថា form master អញ្ចឹងបើសិនជារាល់មានបញ្ហាកាត់ឡើងគឺ send ឲ្យ form master ប៉ុន្តែបើយើងអត់ចង់ឲ្យ send ទៅឲ្យ form master ទេយើងអាច send មកឲ្យ email របស់យើងតែម្ដងក៏បានដែរនេះគាត់ថា email គាត់ថា email mail មកថារាល់បញ្ហាកាត់ឡើងគឺ send ឲ្យ email មួយហ្នឹងក្នុងយើងសំខាន់ជាងគេចំណុចសំខាន់គឺយើងសិក្សាទៅលើកន្លែង antivirus នេះទេហើយនឹង update ទេយើងចង់ update អីទៅព្រោះថាមិនចង់ update គឺយើង scan install program ទៅគឺវា update ដោយខ្លួនឯងហើយ